ពីដឹកក្នុងក្រវ៉ាញខេត្តពោធិ៍សាត់បានយកកូនមកពេទ្យកូនឈ្មោះភីរតនាមានជំងឺមហារីកក្របឈាមអូនកាលខ្ញុំយកអូនមកកន្លែងអូនថាជំងឺមហារីកក្របឈាមអំពីការថែទាំកូនហើយនឹងមហារីកក្របឈាមហើយនឹងអនាម័យការហាត់ប្រាណរបស់មេដាបេដានឹងឯងឲ្យមានកម្លាំងដូចថាមហូបអាហារមើលខ្លួនឯងឡៃតែមើលតែកូនអត់មើលខ្លួនឯងប្រយ័ត្នខ្លួនឯងឈឺអត់មានកម្លាំងមើលកូនគោលបំណងនៅក្នុងសិក្ខាសាលាតកតងនឹងជំងឺមហារីកនេះទី1គឺយើងចង់អញ្ជើញឪពុកម្ដាយឬអ្នកជំងឺឲ្យមកចូលរួមដើម្បីចែករំលែកអំពីទុក្ខកង្វល់ដែលគាត់មានហើយគាត់មិនអាចបរិយាយប្រាប់អ្នកណាបានអញ្ចឹងដើម្បីឲ្យគាត់ចែករំលែកទៅក្នុងក្រុមគ្រួសារនៃកុមារផ្សេងៗដែលមានជំងឺមហារីកដូចគ្នាទី2គឺគាត់ចែករំលែកការថែទាំកូនគាត់កំឡុងពេលដែលព្យាបាលជំងឺមហារីកហ្នឹងដើម្បីចែករំលែករបៀបនៃការថែទាំទៅពុកម្ដាយផ្សេងៗដោយគាត់អ្នកចាស់អ្នកជំងឺចាស់គាត់អាចចែករំលែកទៅអ្នកជំងឺថ្មីហើយមួយទៀតក៏សារៈសំខាន់ដែលយើងចង់ផ្ដល់ឲ្យគាត់បន្ថែមទៀតអំពីការថែរក្សាទាំងកូនរបស់គាត់ទាំងរូបគាត់ផ្ទាល់ទាំងផ្លូវកាយហើយនិងផ្លូវចិត្តអញ្ចឹងខ្ញុំគិតថាវាមានសារៈសំខាន់ដោយសារក្រុមជំងឺមហារីកគឺដែលមកសម្រាប់នៅក្នុងមន្ទីរពេទ្យហ្នឹងគាត់នៅរយៈពេលយូរចាអ្នកខ្លះក៏10ថ្ងៃអ្នកខ្លះក៏មួយអាទិត្យអ្នកខ្លះក៏2អាទិត្យអញ្ចឹងមានផ្នែកសង្គមបង្កិច្ចពួកយើងដើម្បីចូលទៅសម្របសម្រួលខាងក្នុងក្រែដើម្បី emotional ឬមួយក៏ counseling សម្រួលដោយសារពេលខ្លះគាត់នៅរយៈពេលយូរអញ្ចឹងគាត់អាចនឹង stress គាត់អាចនឹងតានតឹងគាត់អាចនឹងពិបាកចិត្តគាត់អាចនឹងគិតច្រើនអញ្ចឹងខាងផ្នែកសង្គមបង្កិច្ចពួកយើងចូលដើម្បី support ទៅលើ feeling របស់គាត់ emotional របស់គាត់ចាគ្រូពេទ្យនៅនេះល្អទាំងអស់គាត់ខ្នះខ្នែងមើលឲ្យគាត់យើងមិនហៅគាត់មកសួរយើងអូនមិនហើយអីហើយគាត់តាមដានរហូតយកទៅឥតចាស់គ្រូគាត់បង្រៀនព្រឹកមិញគឺមានថាប្រយោជន៍ខ្លាំងចំពោះរូបខ្ញុំអរគុណពេទ្យអរគុណខាងសង្គមកិច្ចអរគុណលោកគ្រូពេទ្យធំពេទ្យតូចក៏ដោយខ្ញុំមិនដឹងនិយាយថាម៉េចខ្ញុំអរគុណធំដែលកូនខ្ញុំមានកម្លាំងពលំរហូតដល់សប្តាហ៍ថ្ងៃដែលខ្ញុំនឹកស្មានមិនដាច់ឥឡូវកូនខ្ញុំបានអន់ថយហើយនៅគ្រាន់បើប្រសើរឡើងវិញហើយសូមឲ្យបងប្អូនកុំផិតភ័យខ្លាចឲ្យសោះយកកូនមកនៅកុមារអង្គរយើងសៀមរាបនេះ